នៅពេលដែលយើងបានសម្រេចចិត្តចាប់ដៃគ្នាជាគូជីវិតហើយគឺយើងត្រូវដឹងថាដំណើរជីវិតរបស់យើងគឺដើររួមគ្នាទៅមុខក៏ប៉ុន្តែការរួមដំណើរកាន់ដៃគ្នាជាគូជីវិតនេះដើម្បីកុំឲ្យយើងបែកគ្នាបានហើយយើងដើររួមផ្លូវជីវិតជាមួយគ្នាយូរអង្វែងទៅបានបាតគ្រឹះនៃសុភមង្គលនៃសេចក្តីសុខនៃគ្រួសារតូចរបស់យើងម្នាក់ៗគឺផ្ដើមចេញពីភាពស្មោះត្រង់បើដៃគូណាម្នាក់បាត់បង់នូវភាពស្មោះត្រង់ហើយមិត្តភាពឬក៏ដៃគូជីវិតនឹងអាចនឹងប្រេះឆានៅថ្ងៃណាមួយមិនខានអញ្ចឹងការចាប់ដៃគ្នាជាគូជីវិតដើរលើផ្លូវវិថីនៃជីវិតជាគូស្រករនឹងឲ្យពងយូរអង្វែងចាស់ប្រេងចាស់ប្រត់បានវាត្រូវតែចាំបាច់បំផុតគឺភាពស្មោះត្រង់សុចរិតនេះឯងបើយើងបាត់បង់នៅភាពស្មោះត្រង់ដូចយើងរាវមួយជុលនៅបាតសមុទ្រអញ្ចឹងកុំថាឡើយទៅស្វែងរកសេចក្តីសុខស្វែងរកសុភមង្គលនៅក្នុងក្រុមគ្រួសារយ៉ាងណាមិញបើយើងជាមនុស្សដែលមិនស្មោះត្រង់ជាមួយនឹងដៃគូជីវិតរបស់យើងសុភមង្គលក៏វាអត់កើតឡើងសេចក្តីសុខភាពមានបានភាពល្អឥតខ្ចោះក្នុងក្រុមគ្រួសារហ្នឹងក៏អត់មានប្រៀបដូចជាផ្កាដែលគេមិនស្រោចទឹកអញ្ចឹងក្រៀមឲ្យកញ្ញង់ក៏ប៉ុន្តែបើកាលណាបើយើងមានភាពស្មោះត្រង់សុភមង្គលទ្រព្យសម្បត្តិគ្រប់យ៉ាងគឺវាកើតឡើងតាមក្រោយរហូតបងប្អូនត្រូវចាំអញ្ចឹងសេចក្តីសុខនៃសុភមង្គលគឺផ្ដើមចេញពីបាតគ្រឹះនៃភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមកម្យ៉ាងទៀតគ្រួសារយើងមានសុភមង្គលគ្រួសារយើងមានសេចក្តីសុខគ្រួសារយើងល្អក៏វាអាស្រ័យមកពីមនុស្សស្រីដែរអញ្ចឹងគ្រួសារមួយចាំបាច់បំផុតគឺមនុស្សស្រីដែលជាអ្នកឆ្លាក់ឆ្នៃគ្រួសារនឹងយើងចង់បានគ្រួសារបែបម៉េចហ្នឹងគឺអាស្រ័យលើមនុស្សស្រីនឹងចង់បានភាពមានបានគ្រួសារល្អមានសុភមង្គលគឺស្ថិតនៅលើដៃស្រីទាំងអស់ត្រូវចេះឆ្នៃគ្រួសារពពកបរោះយើងបានចានៅក្នុងប្រាសាទដែលយើងទៅលេងគោវត្តនេះឃើញថារូបអប្សរាទាំងឡាយដែលឆ្លាក់តាមផ្ទាំងថ្មហ្នឹងរូបរំរែកយ៉ាងទន់ភ្លន់នេះបញ្ជាក់ឲ្យឃើញថាស្ត្រីខ្មែរឬក្នុងនាមយើងជាស្ត្រីត្រូវតែមានភាពទន់ភ្លន់តែមិនទន់ជ្រាយទន់ភ្លន់តែរឹងមាំអញ្ចឹងអប្សរាដែលរំរែកមានន័យថាភាពទន់ល្វើករស់រវើកនៃកេណហ្នឹងគឺប្រៀបដូចជាមនុស្សស្រីដែលទន់ភ្លន់រស់រវើកតែកុំឲ្យទន់ជ្រាយទន់ភ្លន់ត្រូវតែរឹងមាំគ្រួសារមួយអាចឆ្លាក់អាចឆ្នៃឲ្យទៅជាគ្រួសារដែលមានគំរូល្អគ្រួសារមានសុភមង្គលវាស្ថិតនៅលើមនុស្សស្រីហ្នឹងចេះឆ្លាក់ឆ្នៃទៅជាគ្រួសារដែលមានគំរូល្អគ្រួសារមានសុភមង្គលវាស្ថិតនៅលើមនុស្សស្រីហ្នឹងចេះឆ្លាក់ឆ្នៃចេះយកចិត្តទុកដាក់ចំពោះគ្រួសារឃើញប្តីមកពីធ្វើការហត់ត្រូវចេះយកចិត្តទុកដាក់បាយសម្លហ្នឹងឲ្យវាឆ្អិនចានឆ្នាំងហ្នឹងលាងឲ្យស្អាតចឹងទៅខោអាវប្តីហ្នឹងគឺថាយើងបោកគក់ឲ្យស្អាតកាលណាបើប្តីមកពីធ្វើការអស់កម្លាំងមកដល់ឃើញអ្វីក្នុងសភាពនៅក្នុងផ្ទះហ្នឹងមិនល្អប្រពន្ធនឹងសូវចេះយកចិត្តទុកដាក់ទោះបីជាប្តីនឹងប្រកែរ៉ូស៊ីប៉ុណ្ណាក៏ដោយក៏គ្មានទឹកចិត្តក្នុងការរ៉ូស៊ីដែរហើយកាលណាតែប្តីគ្មានទឹកចិត្តក្នុងការរ៉ូស៊ីហើយណាគ្រួសារហ្នឹងក៏កម្មកុសឆ្លោះគ្នារហូតហើយមានបញ្ហាអញ្ចឹងសុភមង្គលវាកើតចេញពីយើងស្មោះត្រង់ឲ្យគ្នាទៅវិញទៅមកហើយគឺមនុស្សស្រីហ្នឹងត្រូវចេះយកយល់ចេះឆ្លាក់ឆ្នៃគ្រួសារហ្នឹងត្រូវចេះយកចិត្តប្តីយកចិត្តនេះមិនមែនថាយើងពុតភងអីយកចិត្តអីក្រៅពីយើងចេះកិច្ចការផ្ទះដែលសុភាសិតខ្មែរហ្នឹងថាមនុស្សស្រីវិលចង្ក្រានមិនជុំគឺវិលអត់ជុំទេជូតនេះជូតនោះប្រឡាក់នេះប្រឡាក់នោះគឺថាមួយថ្ងៃវាស់ថ្ងៃជូតថែផ្ទះគឺចង់បញ្ជាក់ថាឲ្យយើងជាមនុស្សស្រីហ្នឹងចេះឆ្លាក់ចេះឆ្នៃចេះរៀបចំគ្រួសារផ្ទះសម្បែងសុភមង្គលគឺស្ថិតនៅលើដៃមនុស្សស្រីនឹងឯងអញ្ចឹងបងប្អូនទាំងអស់ដែលរៀបដៃជីវិតកសាងបុព្វហេតុនៃជីវិតរួមគ្នាហ្នឹងគឺដើម្បីឲ្យបានយូរអង្វែងមិនខ្លាយទៅជាស្ត្រីមួយម៉ាយបែកបាក់គ្នាខូចអនាគតកូនចៅគឺយើងផ្ដើមចេញពីភាពស្មោះត្រង់ស្រីដែលជ្រះឆ្លាតយល់កលៈទេសៈយល់ហើយចេះកិច្ចការផ្ទះទូទៅ